រថយន្ត Sport ដែលកម្រនឹងឃើញមានអតិថិជនកំងតែក្នុងវីដេអូមួយនេះយើងនឹងទៅមើលពីសកម្មភាពបើកទូទាំងស្រុងរបស់វាហើយនេះគឺជា Porsche 911 Turbo S ដែលមានឆ្នាំផលិត2015អញ្ចឹងរថយន្តនេះត្រូវបានធ្វើការកំងដោយអតិថិជនរបស់យើងនិងនាំចូលពីសហរដ្ឋអាមេរិកដោយក្រុមហ៊ុន Auto US Direct ជាមួយនឹងសេវាកម្មកំងនិងនាំចូលរថយន្តគ្រប់ប្រភេទតាមតម្រូវការរបស់អតិថិជនមិនថារថយន្តប្រភេទ Supercar រថយន្តប្រើប្រាស់ទូទៅទាំងថ្មីនិងមួយទឹកឬជាប្រភេទរថយន្តដេញថ្លៃយើងអាចធ្វើការទទួលកំងនិងនាំចូលជូនអតិថិជនបានទាំងអស់ជាមួយបទពិសោធន៍ជាច្រើនឆ្នាំប្រកបទៅដោយទំនុកចិត្តក្រុមហ៊ុនយើងខ្ញុំក៏មានការធានារាល់ការខូចខាតនៅក្នុងកំឡុងពេលដឹកជញ្ជូនផងដែរហើយនេះគឺជាវីដេអូដែលបង្ហាញអំពីសកម្មភាពនៅពេលដែលបើកទូដើម្បីបកគលជូនអតិថិជនជាមួយនឹងរយៈពេលក្នុងការដឹកជញ្ជូនប្រហែលជាខ្ទង់3ខែហើយព័ត៌មានលម្អិតពីដំណើរការកំងបងប្អូនអាចធ្វើការឆាតចូលបង្កាន់ Page ដើម្បីសាកសួរក្រុមការងាររបស់យើងបន្ថែមបានហើយកុំភ្លេច Join Channel Telegram របស់យើងម្នាក់មួយដើម្បីតាមដានពីតម្លៃរថយន្តជាច្រើនផ្សេងគ្នាប្រចាំថ្ងៃផងដែរត្រឡប់មកនិយាយអំពីតួឯករបស់យើងវិញ911 Turbo S នេះគឺជាប្រភេទរថយន្ត Sport High Performance បែប Convertible ដែលយើងអាចបើកដំបូលខាងលើបានជាមួយនឹងរូបរាងដ៏ទាក់ទាញដែលមិនច្រឡំគេរបស់វានោះគឺចង្គៀងមុខទាំងសងខាងតែម្ដងវាមានបេះដូងជាប្រភេទម៉ាស៊ីនសាំង 3.8 លីត្រ 6 ស៊ីឡាំងជាមួយនឹង Twin Turbo Charge មួយគូដំណើរការដោយប្រអប់លេខប្រភេទ Dual Clutch 7 វគ្គដែលធ្វើឲ្យវាផលិតកម្លាំងបាន560សេសហើយពី0ទៅដល់100គីឡូម៉ែត្រវាប្រើពេលត្រឹមតែ 2.8 វិនាទីប៉ុណ្ណោះគួរបញ្ជាក់ផងដែរថាសម្រាប់ Turbo S នេះមិនមានប្រភេទលេខដៃនោះទេចំពោះល្បឿនអតិបរមាដែលរថយន្តមួយគ្រឿងនេះអាចធ្វើបានគឺ318គីឡូម៉ែត្រក្នុង1ម៉ោងហើយជាប្រភេទរថយន្ត Sport ក៏ពិតមែនប៉ុន្តែវាមានប្រព័ន្ធបើកបរ AWD ពង2និងបរដោយកង់ទាំង4ដែលវាខុសគ្នាពី Supercar ផ្សេងទៀតដែលភាគច្រើនគឺមានប្រព័ន្ធបើកបរ RWD ឬបរតែកង់ខាងក្រោយប៉ុណ្ណោះអញ្ចឹងរថយន្តនេះគឺខ្មៅមួយឈុតតែម្ដងទាំងខាងក្រៅនិងខាងក្នុងហើយផ្នែកខាងមុខយើងឃើញថាវាមានការរចនាដោយមានរន្ធខ្យល់ទាំងសងខាងដើម្បីឲ្យខ្យល់ចូលទៅបញ្ចុះកម្លាំងម៉ាស៊ីនហើយវាបំពាក់មកជាមួយនឹងប្រព័ន្ធប្រាំងស្តង់ដាររបស់ Porsche ផ្ទាល់ជាប្រភេទ Carbon Ceramic Brake ជាមួយនឹងកង់ Alloy Wheel ទំហំ20អ៊ីងទាំងចង្គៀងមុខនិងក្រោយសុទ្ធតែជាប្រភេទ LED ដែលបង្ហាញពន្លឺបានច្បាស់ល្អហើយឃើញថាសម្រាប់មួយតួរថយន្តនេះបន្ទាប់ពីយកចេញពីទូភ្លាមឃើញថាវានៅមានសភាពស្អាតភ្លឹងមួយជុំតែម្ដងខាងក្នុងវាមានកៅអីពណ៌ខ្មៅជាប្រភេទពូកស្បែកដែលផ្ដល់ផាសុកភាពទៅដល់អ្នកបើកបរជាមួយនឹងមុខងារជំនួយទៅដល់ការបើកបរជាច្រើនដូចជាអេក្រង់បង្ហាញព័ត៌មាន Touch Screen Display Navigation System និងប្រព័ន្ធសំឡេង Boommaster ជាដើមអញ្ចឹងសរុបមកសម្រាប់ Porsche មួយគ្រឿងនេះត្រូវបានគេស្គាល់ថាវាមានកម្លាំងខ្លាំងល្បឿនលឿនដូច Supercar ទូទៅតែងាយស្រួលសម្រាប់ការបើកបរប្រចាំថ្ងៃជាមួយនឹងសមត្ថភាពខ្ពស់បច្ចេកវិទ្យាទំនើបដូចជាប្រព័ន្ធ Turbo S របស់វានិងប្រព័ន្ធបើកបរ AWD ជាដើមអញ្ចឹងមកពុកម៉ែបងប្អូនចង់ធ្វើការកំងរថយន្ត Supercar ដែលមានគុណភាពនៅស្អាតគីឡូម៉ៃនៅតិចតម្លៃល្អមានការធានាច្បាស់លាស់សូមទំនាក់ទំនងមកកាន់ពួកយើងឥឡូវនេះដើម្បីសាកសួរព័ត៌មានបន្ថែមអំពីការកំងបានហើយដើម្បីតាមដានពីតម្លៃរថយន្តប្រចាំថ្ងៃលោកអ្នកក៏អាចធ្វើការ Join Channel Telegram របស់យើងម្នាក់មួយតាមរយៈ link ខាងលើផងដែរអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត